នៅពេលដែលខ្ញុំបានផុសប្រៀបធៀបបនអ៊ំទុក poster មួយនេះឲ្យបងអូនគាត់ក៏បានសួរដែរថាខ្ញុំប្រើ tool នេះគេសម្រាប់ផែនទៅលើរូបមួយនឹងអញ្ចឹងណាអញ្ចឹងខ្ញុំមកចង់ប្រាប់ថាខ្ញុំប្រើ tool មួយនេះសម្រាប់ផែនរូបមួយនឹងនិយាយទៅខ្ញុំមានរូបនេះមួយជាតំណាងហើយខ្ញុំចាប់ផ្ដើមស្ទង់ពណ៌មើលទៅថាក្នុងរូបហ្នឹងមានពណ៌អីគេខ្លះអញ្ចឹងណាបន្ទាប់មកក៏ខ្ញុំចាប់ផ្ដើមទាញរូបហ្នឹងឲ្យវាដូចទៅនឹងរូបភាពដែលថាយើងគូតាមហ្នឹងបន្ទាប់មកយើងចុច tool មួយនេះដែលវាឈ្មោះថា smart tool ពួកអូនចាក់ comment ឬក៏អ្នកគេដែលថាគាត់អត់ទាន់ដឹងថា tool ហ្នឹងប្រើដើម្បីអីអញ្ចឹងអាចមើលវីដេអូហ្នឹងបាននិយាយទៅ tool ហ្នឹងយើងប្រើដើម្បី blend ពណ៌ដែលថាយើងមានហ្នឹងឲ្យរបៀបថាដូចជាសាច់តែមួយអញ្ចឹងណាអញ្ចឹងក្នុងហ្នឹងក៏យើងអាចផ្លាស់ប្ដូរប្រាស់បានដែរហើយជាមួយខ្ញុំសាកឧទាហរណ៍ឲ្យអ្នកទាំងគ្នាបានមើលដែរនៅពេលដែលខ្ញុំយកប្រាស់មួយនេះរបៀបថាវារៀងសាច់ដល់ពេលចឹងទៅយើង blend មើលទៅវាអត់ចូលស្អាតទេអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាប្រើ tool មួយហ្នឹងកុំភ្លេចរើសប្រាស់មើលដែរថាប្រាស់មួយណាវាស៊ីជាមួយនឹងរូបរបស់យើងដែរនៅពេលដែលយើង blend ទៅវាអាចចូលគ្នាអញ្ចឹងណា